绳站在我们的小手儿នៅលេងដល់ណាទៀតពាក់កណ្ដាលយប់ហើយពួកឯងនៅតែមិនទាន់ដេកទៀតឆាប់ទៅទៅកុំអង្គុយឆ្លុះកញ្ចក់ហើយសិទ្ធិសក់របស់ឯងនៅពាក់កណ្ដាលអាត្រៀនបើមិនចឹងទេឯងនឹងធ្វើឲ្យខ្មោចចាប់អារម្មណ៍ហើយឆាប់ទៅរឿងតាមលងដើម្បីសងសឹកសុំទោសអូនសម្លាញ់យប់មិញបងនៅរៀបគម្រោងរហូតយប់ជ្រៅតែលើផ្ទះអញ្ចឹងខ្ញុំនឹងឆាប់បានគេងជាមួយនឹងបងណែផ្ទុកឲ្យបងយកវិញប្រយ័ត្នកូនបងឈឺចាប់ណាតែ2ខែទេបងអីក៏ខះគេខ្លាំងម្ល៉េះបងស្រឡាញ់គេចូលឡានទៅយ៉ាងម៉េចដែរ
មានរឿងអីទៅដូចជាមានមនុស្សនៅខាងក្នុងមនុស្សហ៎មិនមានមនុស្សទេនេះជាបន្ទប់អាមីងទេបន្ទប់យើងគឺនៅខាងនោះឆាប់ទៅមើលសិនទៅអូយក្រែនេះធំខ្លាំងណាស់ខ្ញុំសុបិនចង់បានក្រែធំបែបនេះយូរហើយខ្ញុំចូលចិត្តក្រែនេះខ្លាំងណាស់បងបើសិនជាអាមីងឲ្យពួកយើងនៅផ្ទះនេះអស់មួយជីវិតពួកយើងមិនដឹងជាសប្បាយចិត្តយ៉ាងណាទេតាមពិតអាមីងវាធំឡើងជាមួយបងនៅមណ្ឌលកុមារកំព្រាជើងអញនៅទីនេះបានតកូនតចៅយើងពិតមែនទេមិនក៏ថាមិនបានអត់ចឹងទេកុំតាន់អាមើអូនសម្លាញ់អូនសម្លាញ់អូនសម្លាញ់បងភ័យខ្លាំងណាស់បងសម្លាញ់មកពីអូននឹងរំភើបចិត្តខ្លាំងពេកអូនចូលចិត្តចានងូតទឹកនេះខ្លាំងណាស់នៅតែសោចស្រស់ទៀតបងភ័យស្ទើរស្លាប់ទៅហើយអូនមានកផងមិនត្រូវរំភើបចិត្តច្រើនពេកទេប្រយ័ត្នខ្លួនផងទៅតើពេលនេះបងចង់ងូតទឹកជាមួយអូនទេអូនសម្លាញ់បងចេញទៅក្រៅរកទិញអាហារមិនអញ្ចឹងទេពួកយើងដាច់ពោះស្លាប់នៅទីនេះហើយបងចង់ចេញទៅណានៅចិត្តនេះគ្មានផ្សារទេបងទៅទីប្រជុំជន
ហើយឆាប់ត្រឡប់មកវិញទេអូននៅជួរដំពុះភ្លើងឲ្យស្អាតពេលបងត្រឡប់មកវិញយកអីវ៉ាន់ខ្លះចេញបងទៅចាអាឡូលោកលៀងខ្ញុំបានធ្វើបញ្ចប់គម្រោងនោះហើយប៉ុន្តែខ្ញុំមានអារម្មណ៍មិនស្ងប់សោះចង់ធ្វើឲ្យវាល្អប្រសើរជាងនេះបើចំណាយពេលឲ្យខ្ញុំ3ថ្ងៃវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយអាឡូស្ដាប់ខ្ញុំបានទេអាឡូលោកលៀងខ្ញុំនៅលើភ្នំគ្មានសេវាទេបានជារបៀបហានីមូនទេបានលោកលៀងអរគុណ3ថ្ងៃខ្ញុំនឹងយកគម្រោងទៅឲ្យចុះបាយអូនសម្លាញ់អូនមិនស្រួលខ្លួនមែនទេអូនមិនអីទេឲ្យបងសុំទោសផងពេលក្រោយបងឈប់ទិញសាច់មាន់មកទៀតហើយនេះមិនមែនជាកំហុសរបស់បងទេកុំអន់ចិត្តអីណាកុំរពឹសពេក
ងូតទឹកសិនទេអូនសម្លាញ់សេមីយ៉ាងម៉េចពេលអូនទម្លាក់សក់ចឹងស្អាតទេអូនមិនស្អាតនោះទេអូនសុទ្ធសាក់នៅពេលយប់ធ្វើឲ្យខ្មោចចាប់អារម្មណ៍ណាបងសម្លាញ់តាសក់របស់អូនស្អាតដែរទេឈិងគឺជានាងមែនទេខ្ញុំចង់សិតសោឲ្យក្រាស់មកខ្ញុំវិញមកឮទេខ្ញុំចង់សិតសោឆាប់ក្រោកឡើងតើម៉ោងប្រហែលហើយម៉ោង 9:15 ថ្ងៃនេះគឺជាថ្ងៃសៅរ៍នោះទេក្មេងៗដល់ពេលហូបបាយហើយឆាប់មកហូបបាយមកនាំគ្នាមកហូបបាយមកណាប្រយ័ត្នប្រយែងរត់ប្រយ័ត្នដួលតាមស្រួលណាយឺតណាប្រយ័ត្នដួលនាំគ្នាឡើងទៅលើទៅតាមស្រួលណាបានហើយនាំគ្នាឡើងទៅលើទៅណាប្រយ័ត្នដួលអរណាស់តាមស្រួលណាឡើងទៅហើយយ៉ាមកដល់ហើយតាមកហូបបាយជាមួយពួកយើងមកចាទៅហាឲ្យឆាប់ឡើងមកឆាប់ឡើងអេឆាប់ភ្លក់ឆាស្ពៃនេះទៅវាពិតជាឆ្ងាញ់ខ្លាំងណាស់ណាណែអ្នកមិញចាងប្រើប្រាក់នេះសម្រាប់ទិញអាហារឲ្យក្មេងៗចុះតាំងពីខ្ញុំទទួលកុមារកំព្រាមកក្មេងៗមិនដែលមានអ្វីហូបឆ្ងាញ់និងស្លៀកពាក់ស្អាតបាតនោះទេតែពេលនេះពិបាករកប្រាក់ណាស់ហើយពួកអ្នកមានប្រាក់ទាំងអស់នោះគេឈប់ឧបត្ថម្ភដល់កុមារកំព្រាទៀតពួកយើងជួបនឹងការពិបាកខ្លាំងណាស់បើសិនជាគិតពីខ្ញុំកាលពីមុនវិញពួកគេគឺប្រសើរជាងច្រើនណាស់សំដាងណាស់ប្រហែលឆ្នាំមុននេះបានឯងជួយឧបត្ថម្ភដល់ក្មេងៗអ្នកជួយពួកគេទាំងអស់នោះជាពិសេសអ្នកមកពីកន្លែងឆ្ងាយប្រហែលជាគេភ្លេចពួកក្មេងៗអស់ហើយមើលទៅនិយាយអំពីរឿងអីអ្នកមិញចាងក្មេងទាំងនេះជាគ្រួសារខ្ញុំអ្នកមិញចាងតទៅមុខទៀតបើជួបនឹងបញ្ហាអីអ្នកមិញខលទៅពួកយើងតែម្ដងទៅពួកយើងនឹងប្រឹងប្រែងជួយដល់អ្នកមិញណាអរគុណច្រើនណាស់អាម៉ូខ្ញុំមិនដែលបានឃើញរូបថតកុមាររូបភាពរបស់គាត់ទេនេះគឺជាអនុស្សាវរីយ៍កាលពីពួកគេនៅទីនេះចុះក្មេងតូចម្នាក់នេះជាអ្នកណាគេទេមើលឲ្យខ្ញុំមើលសិនមើល
អូគេឈ្មោះសៀវសានតែគេបានស្លាប់ដោយឧបទ្ទហេតុកាលពី10ឆ្នាំមុនហាបងសម្លាញ់ណាអ្នកមីងចាស់បានប្រាប់ដល់ខ្ញុំច្រើនណាស់ពីកុមារភាពរបស់បងគាត់ប្រាប់អីខ្លះទៅគាត់ប្រាប់ថាក្នុងចំណោមក្មេងៗទាំងអស់គឺមានតែបងម្នាក់គាត់ដែលហូបច្រើនជាងគេបណ្ដាលឲ្យក្មេងៗទាំងអស់នោះរកអីហូបមិនបានបងសម្លាញ់ទឹកបានរៀបរួចអស់ហើយអូនទៅងូតទៅមុនចុះចាំបងទៅតាមក្រោយអូនសម្លាញ់មានអ្វីទៅមានខ្មោចមានខ្មោចមិនឃើញមានអីទេវាគឺនៅលើនោះអូនសម្លាញ់នៅលើលោកនេះគ្មានខ្មោចទេកុំតែខ្លាចអីបងនៅជាមួយអូនហើយតាអាមកកុំអត់កូនតុក្កតានោះចាស់ទេអូបានបងសម្លាញ់បងត្រូវទៅជឿអូនណាអូនពិតជាបានឃើញខ្មោចមែនសៀវម៉ៃពេលនេះអូនមានផ្ទៃពោះកុំឲ្យមានបញ្ហាផ្លូវចិត្តវាអាចធ្វើឲ្យប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃណាប្រហែលជាអូនសប្បាយចិត្តពេកទើបគិតរឿងផ្ដេសផ្ដាសនៅលើលោកនេះគឺមិនមានខ្មោចនោះទេជឿបងចុះបងសម្លាញ់
ឡងពេលមានផ្ទៃពោះមានស្ត្រីម្នាក់ប៉ះពាល់សម្ពាធផ្លូវចិត្តនាងគឺមានជំងឺនេះមុនពេលនាងសម្រាលកូនអារម្មណ៍របស់នាងមានភាពមិននឹងណដោយសារតែនាងមានភាពភ័យខ្លាចនៅក្នុងចិត្តតែងតែសម័យឃើញរឿងផ្សេងដូច្នេះហើយអារម្មណ៍គឺជាបរិយាកាសជុំវិញខ្លួនឯងខ្ញុំចង់ឲ្យលោកនៅក្បែរនាងឲ្យបានច្រើនកុំឲ្យនាងឯកោបើសិនជាលោកអាចធ្វើបានអូខ្ញុំយល់ហើយអរគុណអ្នកគ្រូពេទ្យបងសម្លាញ់ក្នុងផ្ទះយើងប្រហែលជាមានរឿងអីហើយនិយាយស្អីទៀតហើយស្ដាប់តាមដំបូងមានគ្រូពេទ្យទៅយល់ទេអាមិញមានរឿងអីនៅក្នុងផ្ទះទៅសើមិនថានាងឃើញខ្មោចស្រីស្លៀកសនៅក្នុងលោកនេះមិនមានខ្មោចស្អីនោះទេមានរឿងមួយទៀតខ្ញុំឃើញស្រីចាស់ម្នាក់ដុតกระดาษសនៅតាមផ្លូវអាមិញប្រហែលជាព្រលឹងរបស់នាងត្រឡប់មកវិញហើយខ្ញុំមិនអាចជឿរឿងនេះថានៅក្នុងលោកនេះមានខ្មោចទេបើទោះជាមានខ្មោចពិតមែនវាមិនអាចយកឈ្នះមនុស្សបានទេមិនក៏ខ្លាញ់ទៅច្បាស់នេះខ្ញុំបានឃើញស្រីចាស់នោះម្ដងទៀតហើយតើភិនភាកស្រីចាស់នោះយ៉ាងម៉េចគាត់មានមុខអាក្រក់ណាស់មើលទៅភ្នែករបស់គាត់នឹងច្មោះដូចជាប់គ្នាដូចបណ្ដាមកពីរលាកភ្លើងអញ្ចឹងថ្មីនេះឯងដេកមិនគ្រប់គ្រាន់ហើយដោយរវល់ច្រើនពេកអាមិញខ្ញុំមានអារម្មណ៍ថាគេតាមខ្ញុំហើយកុំខ្លាចអីខ្ញុំនៅទីនេះខ្មោចមិនហ៊ានចេញមកទេឯងកុំអារម្មណ៍អីសេមីនៅផ្ទះតែម្នាក់ឯងមិនដឹងថាយ៉ាងណាទេបានហើយឡានមិនអីទេសេមីនៅផ្ទះគឺខ្ញុំមិនជួនឯងទៅផ្ទះទេអូនសម្លាញ់អូនសម្លាញ់បងសម្លាញ់អូនទើបតែមកពីណា
នៅចន្ទខាងលើរហូតតើក្បាលរបស់បងកើតអីណាអូបងមិនអីទេប៉ះនឹងចិញ្ចាំងបន្តិចទេនៅស្ងៀមទេចាំអូនទៅយកបងមកបិទឲ្យណាអូនពិតជាស្អាតណាស់អូនធន់ខ្លាំងណាស់ឈប់ភ្លាមទេឈិង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 បងសំឡាញ់បងមានរឿងអីហ្នឹងសុបបានអាក្រក់មែនទេបងមិនអីទេគេងវិញទៅអ្នកណាគេឈ្មោះឈិញឈិញអូគឺចំណិតបងពេលនៅកម្មាកំព្រាជប់មិញនាងនៅក្នុងសុបិនរបស់បងមែនទេនាងលេងល្បិចដាក់បងទៀតនៅក្នុងសុបិននាងចូលចិត្តយកអ្នកដតីលេងសើចពេលនាងនៅមណ្ឌលកម្មាកំព្រានាងចូលចិត្តសិតសក់នៅមុខកញ្ចក់ពេលយំហើយបន្លាញអ្នកដតីដោយប្រើពាក្យថាគុំសិតសក់នៅពេលយប់មិនអញ្ចឹងខ្មោចចេញមកហើយអញ្ចឹងហើយបានជាបងមិនឲ្យអូនសិតសក់នៅពេលយប់គ្មានមនុស្សទេកណ្ដឹងវាចាស់ហើយទើបគៀបលឺសម្លេងសេមីបងទៅក្រុមហ៊ុនហើយបងមានរឿងខ្លះចង់ប្រាប់អ្នកដឹកនាំខ្ញុំបានដឹងពីអាកម្មាំងរបស់ឯងអាមីងតើអ្នកណានៅសរសេរពាក្យនេះទៀតព្រោះយើងត្រូវតែរកវាឲ្យទាល់តែឃើញសេមីតែងតែប្រាប់ថាឃើញរូបបសហើយមានសក់វែងទៀតជួនពេលថ្មីនេះខ្ញុំមានអារម្មណ៍ដូចគ្នាអញ្ចឹងតើវាអាចទៅរួចដែរទេមិនអាចទេធ្វើយ៉ាងម៉េចទើបឯងឃើញនាងបានទៅខ្ញុំជាអ្នកកប់នាង
ឆាប់ចូលទៅសម្រាប់ទៅបងនឹងប្រាប់អូនឲ្យដឹងមុនគេបើឃើញមានអ្វីគួរឲ្យសង្ស័យនោះបងសម្លាញ់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 
សៀមអីណែដល់ពេលញ៉ាំថ្នាំហើយឲ្យមកខ្ញុំមកខ្ញុំឲ្យនាងផឹកដល់ខ្លួនឯងញ៉ាំថ្នាំហើយឯងអាចមានកូនទៀតណាអូនសម្លាញ់ឆាប់លេបថ្នាំទៅបន្ទោសមកពីបងមិនគួរទុកអូនចោលឲ្យនៅផ្ទះម្នាក់ឯងទេឈិញជាអ្នកណាគេគឺស្រីនៅក្នុងរូបថតនោះជាអ្នកណាគេបងបានចេញទៅក្រៅហើយយកបែរទៅជាមួយតើបងទៅជីកស្អីប្រាប់មកអាមីងឈិញហើយនឹងបងពួកយើងធំឡើងជាមួយគ្នានៅក្នុងមណ្ឌលកុមារកំព្រាឈិញហើយនឹងបងគឺបានស្រឡាញ់គ្នាតាំងតែពីតូចមកសក់របស់ខ្ញុំមកតើស្អាតទេមកសក់របស់ខ្ញុំមកស្អាតទេស្អាតណាស់ណែខ្ញុំបានដេកឲ្យតុក្កតាស្អាតទេហ៎ដែលខលតាម iPhone នោះគឺឈិញតើបងអាចឲ្យអ្វីដល់ខ្ញុំគឺឡានពីឡាហើយនៅប្រាក់ជាច្រើនទីពេលនេះបងមិនមានតែខាងមុខបងមានឈិញនៅពេលដែលពួកយើងមានប្រាក់ច្រើនជឿនឹងទៅរកកន្លែងមួយដែលមានដាំផ្កាច្រើនហើយទិញផ្ទះធំមួយសម្រាប់ពួកយើងពីរនាក់ហេតុអីក៏បងនៅតែមិនយល់ទៀតអាម៉ោះពេលនេះខ្ញុំឈប់ចង់បានតុក្កតាទៀតហើយគឺខ្ញុំត្រូវការប្រាក់គឺប្រាក់ច្រើនបំផុតណាអាឡូមិនអីទេខ្ញុំនឹងទៅដល់ភ្លាមចាំតិចទៅណាអាមីងឈិញស្លាប់ហើយឯងបានសម្លាប់ឈិញហេតុអីតែឈិញនាងបានក្បត់ឯងស្រីក្បត់
មកទន់នឹងពេលនេះឯងនៅមិនតាន់យល់ទៀតត្រូវតែបន្ទោសនាងសំនឹងស្លាប់បែបនេះអត់ទេឆេងនាងមិនតាន់ស្លាប់នោះទេនេះជាអ្វីដែលខ្ញុំបានទាញចេញមកគឺសក់ស្រីម្នាក់នោះមិនអាចទៅរួចទេឆេងស្លាប់បាត់ទៅហើយយប់មិញអាមិញបាននាំខ្ញុំទៅមើលសាកសមនាងខ្ញុំនឹងខលហៅប៉ូលីសមិនបានទេអូនសម្លាញ់អាមិញបានសម្លាប់មនុស្សណាគេធ្វើនេះក៏ព្រោះតែបងដែរបងសូមអង្វរអូនក៏ប្រឹកប៉ូលីសអីបងនឹងអង្វរគេឲ្យសារភាពទុកពេលឲ្យបងមួយថ្ងៃសិនទៅបងនឹងឲ្យគេចេញមកសារភាពជឿបងចោះពួកយើងនឹងរើចេញពីទីនេះនៅថ្ងៃស្អែកចេញមកជួបខ្ញុំមកឆេងឆាប់ចេញមកជួបខ្ញុំមកឆេងមកជួបខ្ញុំមកឆេងមកជួបខ្ញុំមកឆេង
ឈិញខ្ញុំស្គាល់អ្នកដែលសម្លាប់នាងណាដាក់តែមកត្រូវសេះសូមនាងជប់ធ្វើបាបខ្ញុំទៅតែខ្ញុំពិតជាមិនដឹងអីនោះទេអាមីងគឺជាអ្នកសម្លាប់នាងហើយអាម៉ូនឹងធ្វើឲ្យអាមីងចេញសារភាពមិនចាំបាច់ចាត់ការមនុស្សដូចជាអាមីងនោះទេបងទៅរកអាមីងសិនចាំមកទទួលអូនតាមក្រោយអ្នកមីងចាកាលពីមុនអាម៉ូមានមិត្តម្នាក់ឈ្មោះអាមីងតើមែនទេអាមីងគឺជាសៀវសានហ្នឹងណាមកលឿនណាមកថតជុំគ្នាបានហើយឈប់មាត់ទៅនាំគ្នាថតរូបណាបានហើយឆាប់ត្រៀមទៅត្រៀមរាប់បីតិចណាស់សម្រាប់ពួកយើងឪពុកម្ដាយរបស់សៀវសានគឺជាចៅក្រោយពេលដែលពួកគេបានជាប់ទោសសៀវសានក៏ត្រូវគេបញ្ជូនមកមណ្ឌលកុមារកំព្រាប៉ុន្តែគ្មានអ្នកណាម្នាក់ចង់លេងជាមួយគេនោះទេគឺមានតែអាម៉ូតែម្នាក់ប៉ុណ្ណោះមកដល់ហើយនេះជាកន្លែងអាកបាំងរបស់ពួកយើងកុំប្រាំនរណាម្នាក់ឲ្យសោះណាឆាប់ទៅយ៉ាងមិនដែរស្អាតដែរទេមកយើងនាំគ្នាលេងស្រាក់ខ្សែទៅទោះបីជាអាមីងបានខ្លាយទៅជាសៀវសានគឺមានតែមិត្តតែម្នាក់គត់រីករាយថ្ងៃកំណើតក្រោយមកអាម៉ូហើយនិងសៀវសានក៏បានលួចរបស់ពិតជាឆ្ងាញ់ណាស់លើកទី1ហើយដែលពួកយើងបានញ៉ាំឆាប់ញ៉ាំវាទៅឆាប់ប្រាប់មកអ្នកណាជាអ្នកលួចប្រាក់ប្រាប់មកគឺខ្ញុំជាអ្នកលួចហេតុអីឯងលួចប្រាក់យកទៅធ្វើអីឯងនេះថ្លើមធំខ្លាំងណាស់ឯងនឹងថាប្រាក់នោះសម្រាប់ធ្វើអីទេឪពុកម្ដាយរបស់ឯងគឺជាចោរឯងធំឡើងចង់ធ្វើជាចោរទៀតមែនទេយើងនឹងវាយឯងយើងអប់រំឯងអ្នកគ្រូក៏បានសម្រេចចិត្តយកពួកគេទៅដាក់នៅក្នុងបន្ទប់មួយយើងមិនអនុញ្ញាតឲ្យឯងចេញមកក្រៅទេពួកគេទាំងពីរនាក់នៅក្មេងណាស់គេហ៊ាននាំគ្នាឡើងទៅលើដំបូលអគារអាមីងប្រយ័ត្នផងហើយពេលនោះក៏រអិលធ្លាក់ពីលើដំបូលអគារជួយផងលោកយាយជួយខ្ញុំផងលោកយាយជួយខ្ញុំផងលោកយាយជួយផងខ្ញុំផងលោកយាយជួយផងខំប្រឹងជួយខ្ញុំផងលោកយាយជួយខ្ញុំផងខំតោះជួយខ្ញុំផងលោកយាយជួយខ្ញុំផងអាមីងក្រោយពេលដែលសៀវសានស្លាប់ទៅអាម៉ូក៏ក្លាយទៅជាមនុស្សដែលបាត់បង់ស្មារតីមិនយូរប៉ុន្មានអាម៉ូក៏បានចេញពីមណ្ឌលកុមារកំព្រានេះខ្ញុំនៅចាំបានថាអ្នកគ្រូចាស់នោះក៏ត្រូវបានគេយកទៅដាក់ទោសហើយនៅយប់មួយអ្នកគ្រូចាស់នោះក៏បានឡើងទៅលើដំបូលហើយក៏ដិតกระดาษឲ្យសៀវសាយាយដិតกระดาษប្រាក់ឲ្យឯងឈប់ខឹងនឹងយាយទៀតទៅណាពិតជាចម្លែកខ្លាំងណាស់គាត់បែរជាមានជំងឺបេះដូងហើយក៏បានដួលចូលទៅក្នុងឆ្នាំងភ្លើងនោះពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់ច្រើនឆ្នាំបានកន្លងផុតទៅខ្ញុំមិនទាន់បានប្រាប់រឿងនេះដល់អាម៉ូនោះទេតាមពិតទៅគ្រូចាស់ម្នាក់នោះ
គឺជាយាយបង្កើតរបស់អាម៉ូពិតប្រាកដអាម៉ូគឺជាកូនរបស់កូនស្រីគាត់កូនស្រីគាត់បានរៀបការជាមួយនឹងបរិសម្នាក់គឺជាអាមីជាអ្នកណាគេនេះក៏ជាផ្ទះរបស់ខ្ញុំដែរនាងជាអ្នកណាគេឲ្យប៉ັດកនយន់ដាមីងជាឪពុករបស់ខ្ញុំហើយឈិញគឺជាបងស្រីរបស់ខ្ញុំនឹងនាំឯងចេញពីទីនេះក្នុងពេលឆាប់នេះខ្ញុំមិនចង់ទៅណាទេសៀវមីបានដឹងថាឯងសម្រាប់ឈិញហើយខ្ញុំលែងគិតពីរឿងនេះទៀតហើយអាមិញឆាប់កិច្ចខ្លួនទៅខ្ញុំមិនចង់ឲ្យឯងជាប់ទោសថែមទាំងមិនចង់ឲ្យឯងស្លាប់ទៀតលេងសើចទេអីម្នាក់ដែលខ្ញុំសម្លាប់សមនឹងស្លាប់ណាស់ពួកគេប៉ះពាល់ដល់ឯងពួកគេសមនឹងស្លាប់ខ្ញុំមិនចង់ចេញពីទីនេះទេឲ្យខ្ញុំសុំទោសដែលធ្វើឲ្យនាងភ័យខ្លាចគឺនាងជាអ្នកបង្ករឿងនេះឡើងតើនាងចង់បានអីឬមកក៏នាងឈ្គត់ទេគឺប្តីរបស់មូកាណាន់ទេដែលឈ្គត់នោះចង់ខ្លាចជាកុមារភាពវិញណាអាពងម្ដាយឯងគឺជាចោរអាពងម្ដាយឯងគឺជាចោរតែឆ្កែនេះទៅចេះនឹងវាយឯងងាប់ចេះនឹងវាយឯងចេះនឹងវាយឯងងាប់ចេះនឹងវាយខំតើឯងកើតមកចង់ធ្វើជាចោរទៀតទេតើខ្ញុំអាចធ្វើជាមិត្តរបស់ឯងរហូតទេពួកយើងជាមិត្តនឹងគ្នាជារៀងរហូតបើអញ្ចឹងភ្លេចខ្ញុំហើយហ៎យើងជាមិត្តនឹងគ្នាអស់មួយជីវិតពួកយើងមិនត្រូវក្បត់ក្រុមនោះទេមិនក្បត់ក្រុមម៉ែមិនក្បត់ក្រុមស្អីគេទេគឺបានន័យថាតែនៅក្រុមផ្សេងហើយចេញពីក្រុមចាស់ពួកយើងនឹងមិនបែកគ្នាទេបែកគ្នាជាដាច់ខាតពួកយើងមិនបែកគ្នាទេអេអ្នកទាំងពីរចង់លេងល្បិចខ្លួនណាចាំមកតាមចាប់ខ្ញុំមកខ្ញុំរស់នៅក្នុងផ្ទះនេះតាំងពីខ្ញុំនៅតូចនៅពេលមួយប៉ាម៉ារបស់ខ្ញុំត្រូវបែកគ្នាជាបណ្ដោះអាសន្នឈិញហើយនឹងខ្ញុំក៏បានខ្លាចជាបងប្អូនពាក់កណ្ដាលហើយឈិញត្រូវគេបញ្ជូនទៅមជ្ឈមណ្ឌលកុមារកំព្រាតាំងពីពេលនោះមកពួកយើងមិនដែលបានជួបគ្នាទេរហូតតតែខ្ញុំមានជំងឺហេតុអីបានជានាងធ្វើខ្មោចបន្លាចពួកយើងមានតែមនុស្សម្នាក់ទេដែលនិយាយការពិតនៅពេលដែលគេបន្លាចគាត់ការពិតស្អីគេទេមូកាណាន់គឺជាមនុស្សម្នាក់ដែលបានសម្លាប់បងស្រីរបស់ខ្ញុំប៉ុន្តែខ្ញុំរកភស្តុតាងមិនទាន់ឃើញខ្ញុំមានជំងឺមហារីកគ្រាប់ឈាមខ្ញុំបានធ្វើការព្យាបាលអស់រយៈពេល1ឆ្នាំមកហើយយ៉នស៊ូហានប៉ានាងមិនទាន់បង់ប្រាក់លើថ្លៃព្យាបាលរយៈពេល1ខែទៅហើយមន្ទីរពេទ្យបានខកទៅពួកគាត់ប៉ុន្តែពួកគាត់មិនលើកនាងអាចរកពួកគាត់ឃើញដែរទេនាងមិនស្គាល់នរណាផ្សេងទៀតដែរទេ
នេះសៀវហាននៅមន្ទីរពេទ្យនៅឡើយនាងនៅចំពាក់ថ្លៃព្យាបាលគេច្រើនណាស់មិនទាន់បានជួយមើលថែនាងផងនៅហ៊ានខ្ចីប្រាក់ខ្ញុំទៀតក៏តលោកហ៊ានហាមកទៅរួចជន់ណាមីងលោកពិតជាគ្មានតម្លៃធ្វើជាឪពុករបស់គេនោះទេខ្ញុំសង្ឃឹមថាលោកនឹងមើលថែសៀវហានឲ្យបានល្អប៉ុន្តែអត់ទេលោកគិតមើលខ្លួនឯងទៅតើលោកជាឪពុករបៀបណាអាឡូយន់ណាមីងអាឡូអើយអាមនុស្សយ៉ាងไรទៅស្លាប់ទៅអើយបងស្រីមិត្តប្រុសរបស់បងពិតជាសង្ហាខ្លាំងណាស់ខ្ញុំចំណែនបងណាបងពិតជាអៀនណាសៀវហានរបស់បងទេដែលសង្ហានោះគឺមានប្រុសជាច្រើនដែលដេញតាមពីក្រោយនោះណាបងប្រាប់ការពិតមកខ្ញុំពិតជាស្អាតមែនណាឯងនៅតែស្អាតអញ្ចឹងឯងគឺស្អាតជាងបងស្រីទៅទៀតនៅពេលដែលឯងជាសះស្បើយនឹងណាលោកប៉ាអ្នកម៉ាក់មួយខែហើយហេតុអីក៏មិនឃើញគាត់មកមើលខ្ញុំអញ្ចឹងពួកគាត់តែពីរមិនអាចមើលថែខ្លួនឯងបានផងពួកគាត់បាត់បង់ប្រាក់អស់ទៀតហើយសៀវហានសូមឯងកុំបារម្ភពីរឿងប្រាក់ទៀតអីណាបងស្រីរបស់ឯងពិតជារកប្រាក់បានច្រើនណាស់បងស្រីសៀវហានតើឯងនៅចាំទេគឺមានតែឯងម្នាក់គត់ណាជាសាច់ញាតិរបស់បងនឹងមើលថែឯងណាណែឆាប់ញញឹមដាក់បងមកសូមមេត្តាខុសនៅពេលក្រោយតែលោកអ្នកហើយមិនអាចតាក់ទងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយតាំងពីខលតាក់ទងឡើងបានមកបងស្រីក៏បាត់ខ្លួនរហូតខ្ញុំតែងតែសង្ឃឹមថាលោកប៉ាអ្នកម៉ាក់នឹងត្រឡប់មកវិញដូច្នេះហើយខ្ញុំរងចាំពួកគាត់នៅមុខរបងជារៀងរាល់ថ្ងៃទាយទៅមើលមនុស្សដែលខ្ញុំឃើញជាអ្នកណាគាត់បានទិញវិឡាមួយពេលដែលបងស្រីបាត់ខ្លួនហើយនឹងទិញឡានមួយទៀតខ្ញុំលើបងស្រីថាគាត់ជាបុគ្គលិកសាមញ្ញម្នាក់នៅក្នុងក្រុមហ៊ុនមួយធ្វើមិននឹងមានប្រាក់រហូតដល់ទិញវិឡានោះក្រោយពេលនាងចុះមកនៅក្នុងផ្ទះនេះខ្ញុំមានអារម្មណ៍ថានាងជាប់ពាក់ព័ន្ធនឹងរឿងបងស្រីស្លាប់ខ្ញុំចង់ដឹងឲ្យច្បាស់គឺត្រូវតែមានអ្នកណាម្នាក់និយាយពីរឿងពិតពេលត្រូវគេបន្លាចដូច្នេះហើយខ្ញុំក៏ធ្វើជាខ្មោចបន្លាចនាងតែ
ខ្ញុំបានដឹងថាបងស្រីមានសក់ស្រស់ស្អាតខ្លាំងណាស់អាម៉ូធ្លាប់និយាយប្រាប់ខ្ញុំថាបងស្រីនៅក្នុងមណ្ឌលកុមារកំព្រាឈិញនៅក្នុងមណ្ឌលកុមារកំព្រានាងចូលចិត្តបោកគេខ្លាំងណាស់ហើយចូលចិត្តសត់សក់នៅពេលយំនាងបានបន្លាញអ្នកផ្សេងដោយប្រើពាក្យថាកុំសត់សក់នៅពេលអាត្រៀមមិនអញ្ចឹងខ្មោចចេញមកហើយគ្មានអីធ្ងន់ធ្ងរទេដែលមិនចង់ឲ្យខ្ញុំសត់សក់ពេលយប់នោះសុំទោសផងខ្ញុំគ្មានបំណងបន្លាចនាងឲ្យភ័យស្លាប់នោះទេនៅទីបំផុតខ្ញុំបានរកឃើញពន្លឺខ្លះអាម៉ូតែងតែប្រាប់ខ្ញុំថាទោះជាយ៉ាងណាគាត់នៅតែមិនជឿនៅក្នុងโลกនេះមិនមានខ្មោចទេសៀវមិញនៅផ្ទះហើយខ្ញុំមិនជួលដំណើរឯងនោះទេត្រូវតែរកឲ្យឃើញមិនថាវាជានរណាទេអូនសម្លាញ់អូនរៀបចំអីវ៉ាន់អស់ហើយនៅអាមីងប្រាប់ថាគេនឹងជួយរើផ្ទះរបស់ពួកយើងអាមីងហ៎មែនហើយបន្តិចទៀតពួកយើងទៅដល់ហើយខ្ញុំដឹងហើយតើប្តឹងប៉ូលីសទេអាម៉ូគឺជាអាមីងណាខ្ញុំខ្លាចតែគេធ្វើបាបនាងទេគាត់ជាប្តីរបស់ខ្ញុំត្រូវតែឲ្យគាត់សារភាពដោយខ្លួនឯងបាទទោះជាគាត់ជាអាមីងឬក៏អាម៉ូក៏ដោយក៏គាត់នៅស្រឡាញ់ដែរសម្លាញ់ស្វាគមន៍ដែលបងត្រឡប់មកវិញមនុស្សស្រីពិតជាថោកមែនបានហៅអ្នកផ្សេងថាជាប្តីខ្លួនឯងនាងមិនសប្បាយចិត្តនឹងនៅផ្ទះនេះហេតុអីក៏ចង់រើចេញសួស្តីរីករាយណាស់ដែលបានជួបខ្ញុំឈ្មោះលីសៀវម៉ៃសៀវម៉ៃនាងនិយាយពីស្អីហ្នឹងគិតថាខ្ញុំមិនស្គាល់នាងមែនទេសៀវម៉ៃមិនក៏ធ្វើមកអញ្ចឹងអាម៉ូបងសារភាពកំហុសខ្លួនឯងទៅសារភាពអីទៅគឺបងមែនទេហេតុអីក៏ត្រូវឲ្យបងទៅសារភាពអូនខ្មោចចូលហើយមែនទេបងបានតែងផ្ទះនេះប៉ាត់ប្រកាសហើយគឺប្រែឈ្មោះមកកណាន់បងមើលឲ្យច្បាស់ទៅគឺមកកណាន់ក្នុងច្បាប់នេះគឺគ្មានឈ្មោះអាមីងនោះទេខ្ញុំសុំបងជប់ធ្វើជាមិនដឹងមិនលឺទៀតទៅអាមីងគេបានស្លាប់បាត់ទៅហើយឆេងក៏បានស្លាប់ដែរក៏របស់ពួកយើងគេក៏បានស្លាប់ដែរតើបងនៅតែមិនទាន់ភ្ញាក់ខ្លួនទៀតដែរអាមីងគេស្លាប់ហើយអូនបានដឹងរឿងនេះមកពីណាទៅអាមីងមិនទាន់ស្លាប់នោះទេមុននេះគេនៅជាមួយនឹងបងហើយសូមឲ្យគេចេញសារភាពអាមីងគឺនៅមិនទាន់ស្លាប់ទេ
គេបានប្រាប់ថាមកជួយរើផ្ទះពួកយើងចង់ដឹងថាគេមកដល់ហើយនៅអមីញ៉ាអាម៉ាតើអ្នកណាប្រាប់អូនថាគេស្លាប់អ្នកណាប្រាប់អូនថាគេស្លាប់តើអូនចង់ធ្វើយ៉ាងម៉េចទៅតើអូនចង់ធ្វើអីខលហៅប៉ូលីសខ្ញុំត្រូវតែឲ្យបងសារភាពដោយខ្លួនឯងអាម៉ូននឹងមិនព្រមអភ័យទោសឲ្យអូនជាដាច់ខាត绳绕上手指打好结，拉住线，勾出形，翻的花样真逗人。អាម៉ូឈិញពីពេលនេះទៅឡើងក្បត់ឯងទៀតហើយអ្នកគ្រូក៏ឈប់វាយឯងទៀតដែរពីព្រោះខ្ញុំសម្លាប់អ្នកធ្វើបាបឯងទាំងអស់ហើយគ្មាននរណាអាចមករំខានឯងទៀតទេបិទមាត់ភ្លាមទៅកុំឲ្យអាមូលឺគេមិនសប្បាយចិត្តទេសៀវសានខ្ញុំមិនចង់ជួយឯងនោះទេអាម៉ូគឺជាចៅប្រុសរបស់ខ្ញុំណាខ្ញុំត្រូវតែជួយសង្គ្រោះគេអញ្ចឹងហើយលោកយាយត្រូវតែធ្វើបែបនេះសម្រាប់លោកយាយរបស់អាម៉ូនាងនិយាយថាយ៉ាងម៉េចគឺលោកបានសម្រាប់លោកយាយរបស់អាម៉ូលោកយាយស្រីនោះសមនឹងស្លាប់ទៅវិញទេសមនឹងកំហុសខ្លួនដឹងថាចៅខ្លួនឯងមិនសប្បាយចិត្តទេបើខ្ញុំស្លាប់ហើយលាក់អាកំបាំងនេះពីអាម៉ូខ្ញុំត្រូវតែទៅប្រាប់អាម៉ូនៅពេលនេះខ្ញុំចង់ឲ្យអាមូស្អប់គាត់អស់មួយជីវិតយល់ហើយនៅអាមីញឈប់ធ្វើបាបសៀមម៉ៃទៅនាងដឹងរឿងខ្ញុំសម្លាប់មនុស្សច្រើនណាស់ហើយចង់ប្តឹងប៉ូលីសទៀតហើយទ្រាំបានទេពេលដែលឃើញខ្ញុំត្រូវគេកាត់ទោសនោះអាមីញសៀមម៉ៃជាប្រពន្ធរបស់ខ្ញុំហើយខ្ញុំស្រឡាញ់នាងបំផុតឯងមិនគួរធ្វើបាបនាងទេខ្ញុំនឹងធ្វើឲ្យនាងបាត់មាត់ជឿទៅលើខ្ញុំចុះឯងនៅតែជឿលើស្រីទៀតពួកគេទើបតែក្បត់ក្រុមហើយក្បត់ឯងទៀតខ្ញុំមិនអាចទុកចិត្តងាយបានទេខ្ញុំមិនអភ័យទោសឲ្យនាងឡើយបានហើយមិនថាលោកជាអ្វីក៏ដោយក៏ខ្ញុំនៅតែស្រឡាញ់លោកស្រីបោកប្រាស់
ធំខ្លាំងណាស់កុំតន់អានអីមើលសៀវម៉ៃបងមិនអោយអាមីងប៉ះពាល់អូនជាដាច់ខាតបងសម្លាញ់ឈប់វាយអាមីងទៅយ៉ាងនឹងវាយឯងយ៉ាងនឹងវាយឯងខ្ញុំអាចធ្វើជាមិត្តរបស់ឯងរហូតបានទេពួកយើងត្រូវតែធ្វើជាមិត្តល្អនឹងគ្នាផ្លេចខ្ញុំហើយអីពួកយើងជាមិត្តល្អនឹងគ្នារហូតពួកយើងមិនត្រូវបែកក្រុមទេមើលសោះខ្ញុំមើលស្អាតទេស្អាតណាស់ស្អាតណាស់រេចរាយថ្ងៃកំណត់រេចរាយថ្ងៃកំណត់ឆាប់ឆ្លើយភ្លាមមកគឺខ្ញុំជាអ្នកជោគអាមីងអាម៉ូ翻花绳，绕上手指打好结，拉住线，勾出形，翻的花样真逗人。翻翻翻，សួស្តីបងស្រីសៀវម៉ៃថ្ងៃនេះស្រួលខ្លួនទេឯងព្រមទទួលព្យាបាលនៅទីនេះអាម៉ូបានបន្សល់ប្រាក់ខ្លះហើយខ្លះទៀតពីឈិញសៀវហាឯងត្រូវតែជាសះស្បើយឡើងវិញឯងគឺជាម្ចាស់ផ្ទះនេះជាអ្នកថែផ្ទះនេះអត់ណែរត់យឺតកុំលឿនពេកកុំលឿនពេកណាខ្ញុំមានក្តីសុខណាស់នៅពេលដែលឃើញក្មេងៗសប្បាយចិត្តមែនហើយតានាងជាអ្នកណាគេក្មេងម្នាក់នោះហ៎នាងឈ្មោះយ៉ាងយ៉ានាងទើបតែមកដល់ថ្ងៃនេះទេគ្រួសាររបស់នាងបានសម្លាប់ខ្លួនដោយលោតពីលើអាគារក្មេងម្នាក់នេះមានអារម្មណ៍មិនប្រក្រតីទេមកដល់ពេលនេះហើយនៅតែមិននិយាយអីមួយម៉ាត់សោះ伤心，不要害怕。
ខ្ញុំចង់សិតសោះ